បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះឌីសុណាលមកពីក្រុម SU20 ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការ install Ubuntu server ចូលទៅក្នុង WinWare Machine ទី1ខ្ញុំនឹងចូល create WinWare Machine មក next Root Linux version Ubuntu ដាក់ឈ្មោះ Ubuntu យក 4G next កន្លែងនេះខ្ញុំដាក់ 6G ពេលនេះហើយខ្ញុំនឹងទៅ install OS ចូលទៅក្នុង virtual machine ហ្នឹងរបស់ខ្ញុំនឹងដក network ចេញសិនទៅរើស file OS មកយក Ubuntu 25 power on សិនហ្នឹងហើយនឹងចូលផ្ទាំងនេះខ្ញុំនឹងចុចបាត់ enter មក select ហ្នឹងមកចាំបន្តិចកំពុងតែដកគឺចូលកន្លែងវាគឺយក language ខ្ញុំយក Malay បាន install Ubuntu server continue without network andកន្លែងនេះឃើញហើយថារើស local D 60G មក set វិញបានយើងចូលមក file system summary ក្នុងនេះយើងត្រូវមកកើតពី file system ទៀតគឺ swap ហើយនិង home ដើម្បីចូលទៅ file system swap ចូលកន្លែង free space ចុច enter មកហើយយើងចុច create logical drive មកបាច់ set G format ខ្ញុំយក swap ហើយឥឡូវយើងអាចមើលបានថា create swap បានហើយឥឡូវខ្ញុំនឹង create file system មួយឈ្មោះ home ខ្ញុំនឹង set time G ទាំងអស់ទៅអូខេនៅពេលដែលខ្ញុំបាន create ពីនឹងហើយពី file system នឹងហើយខ្ញុំនឹងចុចកាន់
New lại ní trong đặt mua nhóm à, server U ấy ó in đặt lên nhau một cái thì sẽ phát ra một cái vậy. Okay, bạn lấy giùm mình lấy giùm anh choose install or open SSH server ហើយចុចតាន់ Okay, mình phải reboot. Okay, chốt lại login hết, chụp trang login, user mình password, ok, ok, icon nhấn dừng lại thứ hai.
miền thế giờ là IP quy giờ là trong thuộc networkចូលsetting ចូលណាហើយខ្ញុំនឹង connect ទៅកាន់ network ឲ្យផាត់ network វាបន្តទៀតវាបាត់ណាស់ហើយcònមាន IP ដែរហើយខ្ញុំចូលទៅដល់ដើម្បី connect IP ខ្ញុំសេ sudo LAN network để nếu như mình quản network render đó chúng ta đặtនៅពេលដែលខ្ញុំវាយនឹងហើយខ្ញុំនឹងចុច control វាយហើយចូលវាយអូអូខេដោយសារខ្ញុំអត់ឃើញខ្ញុំភ្លេចខ្ញុំចូលម្ដងទៀតភ្លេចតែខ្ញុំចុច control វាយ
copyឥឡូវហ្នឹងគឺយើងអាចយើងមើលឃើញថាអឺយើងឃើញថាអឺ Linux ហ្នឹងបោះ IP ហើយ192.168.136.128ឥឡូវយើងអាច remote ពីម៉ាស៊ីនពិតយើងទៅចូល Linux សិនហើយខ្ញុំនឹងចូល PowerShell ពីម៉ាស៊ីនពិតខ្ញុំទៅ IP នៅក្នុង Linux ហ្នឹងមួយអូខេគាត់ ឥឡូវនេះយើងក៏អាច remote ចូលដែរគឺ Windows sudo win 2.1 អូsudo x ពេលមុនហ្នឹងខ្ញុំមើលសួរថា Are you sure you want to connect ខ្ញុំចុច Yeah ឥឡូវហ្នឹងយើងវាយ password មកបាទអូខេឥឡូវខ្ញុំអាច remote ចូលហើយនេះឃើញuser របស់ខ្ញុំបាន set មក link at su20 server ក្នុងហ្នឹងឥឡូវគឺខ្ញុំអាច make ខ្ញុំអាច make directory អីមួយនៅក្នុងហ្នឹងហើយនៅពេលនេះឥឡូវហ្នឹងនៅពេលដែលខ្ញុំបាន create directory មួយនៅក្នុង new folder sonal បាទ